ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃទី2ខែធ្នូឆ្នាំ2025បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី47ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានលើកឡើងថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេសដែលមានសម្ដេចអគ្គមហាពញាចក្រីហេងសំរិនសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងវីរៈជនស្នេហាជាតិជាច្រើនរូបទៀតក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងទទួលបានជ័យជំនះលើរបបនេះនៅថ្ងៃទី7ខែមករាឆ្នាំ1979ផ្ដើមចេញពីថ្ងៃ2ធ្នូនេះបានធ្វើឲ្យប្រទេសដែលរងការខ្ទេចខ្ទាំវិនាសព្រាត់ប្រាសដោយសាររបបខ្មែរក្រហមបានធ្វើឲ្យកម្ពុជាបន្តរីកចម្រើនជាបន្តបន្ទាប់រហូតដល់សប្តាហ៍ថ្ងៃនេះដោយសារតែការសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំចាប់ពីឆ្នាំ1979រហូតមកដល់បច្ចុប្បន្នឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានឲ្យដឹងទៀតថាកំណើត47ឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណៈបកប្រជាជនកម្ពុជាបានឆ្លងកាត់យ៉ាងច្រើនហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺបង្កើតឡើងដោយកម្លាំង5ចលនានេះជាចលនារួមមួយនៅក្នុងការកសាងរណសិរ្សសង្គ្រោះជាតិដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហមដែលជាមូលដ្ឋានកកើតឡើងនៅក្នុងទឹកដីខេត្តក្រចេះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថារណសិរ្សនេះបង្កើតឡើងនៅភូមិជើងឃ្លោកឃុំពីធ្នូស្រុកស្នួលខេត្តក្រចេះដែលជាទឹកដីប្រវត្តិសាស្ត្រមួយចេញពីតំបន់មួយនេះទោះបីជាយ៉ាងណាមុនចេញមកពីធ្នូតើមានអ្វីដែលកើតឡើងខ្លះពលគឺចលនាតាមតំបន់ផ្សេងបានរើបំរាស់ប្រឆាំងនឹងរបបខ្មែរក្រហមក្រោយការយកជ័យជំនះថ្ងៃទី17ខែមេសាឆ្នាំ1975របស់ពួកខ្មែរក្រហមឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានឲ្យដឹងទៀតថាចេញពីថ្ងៃ2ធ្នូធ្វើឲ្យមានអ្វីទាំងអស់ដូចសពថ្ងៃគណៈបកប្រជាជនដឹកនាំប្រទេសយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ1979មកដោយសារតែមជ្ឈមណ្ឌលសាមគ្គីភាពថ្នាក់ដឹកនាំដែលឈរជាបង្គោលបើថ្នាក់ដឹកនាំមិនមានមជ្ឈមណ្ឌលសាមគ្គីភាពទេគឺមិនមានឲ្យបករឹងមាំទេចេញពីចលនានេះបានផ្ដល់ឲ្យយើងសាមគ្គីរស់បែកបាក់ស្លាប់ហើយការកសាងការពួតដៃគ្នាយើងត្រូវមើលឲ្យឃើញពីអ្វីដែលថ្នាក់ដឹកនាំរបស់យើងកសាងពីបាតដៃទទេរហូតដល់សប្តាហ៍ថ្ងៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នត្រូវបានដូរឈ្មោះជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណៈបកប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះនាភូមិជើងឃ្លោកឃុំពីធ្នូស្រុកស្នួលខេត្តក្រចេះឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរวมគ្នាជាមហាកម្លាំងសាមគ្គីជាតិដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាមនិងការគាំទ្រពីមិត្តភ័ក្តិជិតឆ្ងាយលើសកលលោកដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ទទួលបានជ័យជំនះដល់ត្រចះត្រចង់នាថ្ងៃទី7ខែមករាឆ្នាំ1979មហាជ័យជំនះ7មករា1979ត្រូវបានបញ្ចប់នៅសម័យកាលដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបានបើកឡើងនៅសករាជថ្មីប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនៅសិទ្ធិសេរីភាពនិងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែយល់ច្បាស់ថាបើគ្មានថ្ងៃកំណើតរណសិរ្ស2ធ្នូនិងជ័យជំនះ7មករានោះទេក៏គ្មានអ្វីដូចថ្ងៃនេះដែរនេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ